របៀបធ្វើឆាក្តៅសាច់ជ្រូក3ជាន់សាច់សុទ្ធបានដូចគ្នាពុកម៉ែបងប្អូនគឺមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើពិសានៅផ្ទះបានណាពុកម៉ែបងប្អូនវិធីងាយជាដំបូងនឹងខ្ញុំមានជាមួយខ្ទឹមក្រហមនោះដាក់3-4កំពឹសហើយបន្តមកទៀតយើងធ្វើការចិតវារឹងដុំខ្ទឹមសនេះខ្ញុំដាក់ចំនួន3កំពឹសនេះខ្ញុំបកសបកហើយយកមកចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយើងយកទៅរំលីងជាមួយខ្ទឹមក្រហមពុកម៉ែបងប្អូននេះខ្ញុំធ្វើការចិញ្ច្រាំវាឲ្យម៉ត់នេះខ្ញុំមានជាមួយខ្ទឹមក្រហមខ្ទឹមសហើយនិងម្ទេសនេះគឺហឹរពុកម៉ែបងប្អូនដាក់តាមចំណង់ចំណូលចិត្តចេះហឹរដាក់ច្រើនបើអត់ចេះទេក៏អត់ដាក់ទៅនេះខ្ញុំមានជាមួយនឹងសាច់ជ្រូកបងប្អូនអាចយកសាច់3ជាន់ក៏បានសាច់សុទ្ធក៏បានអានេះសាច់ជើងនេះខ្ញុំជាមកនឹងខ្ញុំទិញជើងពុកម៉ែបងប្អូនដល់ពេលទៅវាជាប់ទៅនឹងខ្ញុំទុកឆាក្តៅមួយមុខទៀតបន្តមកទៀតនេះខ្ញុំយកទៅក្លុកដោយសារតែនាងខ្ញុំអត់មានពេលចិញ្ច្រាំទេពុកម៉ែបើមានពេលពុកម៉ែបងប្អូនអាចយកទៅចិញ្ច្រាំក៏បានដែរប៉ុន្តែនាងខ្ញុំអត់ទៅមានពេលទេយកទៅក្លុកទៅលឿនបន្តមកទៀតនាងខ្ញុំធ្វើការដាក់ឆ្នាំងឲ្យក្តៅដាក់ខ្លាញ់ដើម្បីបំពងខ្ទឹមសនេះខ្ញុំធ្វើការដាក់ខ្ទឹមសចូលដែលនេះខ្ញុំបានចិញ្ច្រាំរួចអំបញ្ញមាញ់ហ្នឹងណាយើងធ្វើការបើកភ្លើងតិចដើម្បីរំលីងវាបានឈ្ងុយពេលបងប្អូនបើកខ្លាំងទៅវាអាចខ្លោចខ្ទឹមអត់ឈ្ងុយទេអញ្ចឹងទេយើងធ្វើការបើកភ្លើងតិចទៅយើងធ្វើការកូរវាបន្ទាប់មកទៀតយើងធ្វើការដាក់ខ្ទឹមក្រហមម្ទេសប្លោកបងប្អូនមានម្ទេសប្លោកដាក់ម្ទេសហាវ៉ៃក៏បានដែរហើយនឹងខ្ទឹមក្រហមម៉ែបងប្អូនម្ទេសហឹរយើងហ្នឹងដាក់ទៅរំលីងជាមួយគ្នាឲ្យឈ្ងុយបានមកសវក់ទៅបានយើងដាក់សាច់ដែលនេះខ្ញុំក្លុករួចមិញហ្នឹងដើម្បីពេលនោះគឺយើងដាក់ភ្លើងតិចបានហើយយើងកូរវាសព្វពុកម៉ែបងប្អូននេះខ្ញុំដាក់គ្រឿងគឺដាក់ទឹកត្រីប៊ីចេងស្កររឌីថែមតិចទៅហើយនឹងស្ករត្នោតនេះខ្ញុំដាក់ប្រភេទស្ករត្នោតពុកម៉ែបងប្អូនប៊ីចេងពុកម៉ែបងប្អូនអត់ញ៉ាំអត់ដាក់ក៏បានដែរតែនេះខ្ញុំធ្វើការដាក់ប៊ីចេងបន្តមកទៀតយើងធ្វើការកូរវាឲ្យសព្វកូរវាទៅដាក់ថែមទឹកប្រហែលជាកន្លះកែវពុកម៉ែបងប្អូនដើម្បីឲ្យប្រកាសថាសាច់យើងគឺឆ្អិនហើយឥឡូវនេះសាច់នាងខ្ញុំបានឆ្អិនហើយជាចុងក្រោយនាងខ្ញុំដាក់ជាមួយនឹងម្រះព្រៅបងប្អូនបើឆាក្តៅអត់បានដាក់ម្រះព្រៅគឺអត់ឆ្ងាញ់ទេបើដាក់ម្រះព្រៅទៅទី1បង្កើនរសជាតិទី2យើងញ៉ាំជាមួយសាច់ទៅវាអត់ឆ្អាបពុកម៉ែបងប្អូនគឺឈ្ងុយឆ្ងាញ់អរគុណពុកម៉ែបងប្អូន